ភាគពីការសងសឹកចាប់ផ្ដើមលោកប្រកឡាស្រេចតូចភ្ញាក់ឃើញខ្លួនឯងនៅកន្លែងណាមិនដឹងនាងភ្ញាក់ទាំងមកមើលក៏លេចឃើញក៏លេចច្បាស់ស្ដាំមិនឃើញអ្វីក្រៅពីជញ្ជាំងបន្ទប់នាងក៏សួរខ្លួនឯងថានាងនៅទីណានាងក៏យកស្ដាយស្ទាបករបស់ខ្លួនឯងព្រោះមានអារម្មណ៍ថាឈឺកបន្ទាត់បាត់នៅឡើយនាងក៏មានអារម្មណ៍ថាស្គាល់បន្ទប់នេះច្បាស់ណាស់នាងក៏យកដៃខ្ទប់មាត់នេះគេកាប់យើងយកបបរងទៀតហើយមែនទេគេមិនព្រមដោះលែងយើងងាយមែនអ៊ីស៊ីងនាងក៏ចុះពីលើក្រែដើរចេញពីបន្ទប់រកមួយផ្លូវទៅផ្ទះវិញប៉ុន្តែក្នុងផ្ទះស្ងាត់ពេកនាងមិនឃើញសូម្បីតែអង្គរៈរបស់គេនិងអ្នកបម្រើនាងក៏ដាក់អើតមួយឆ្វេងមួយស្ដាំមកក្រោយមិនប្រយ័ត្នក៏ទៅបុកនឹងទ្រូងរបស់គេផឹកអ៊ុយគេក៏បានស្ដីឲ្យនាងថាភ្លេចខ្វាក់មែនទេបានដើរបុកមនុស្សទាំងរូបបែបនេះហ្វាំងចោមិនខ្វល់ថាអ៊ីស៊ីងកំពុងតែអុកគូនៅនឹងដេកឈឺប៉ុណ្ណាទេមិនបានខ្វាក់ទេឃើញច្បាស់ហើយទៅចង់ដាក់បុកឲ្យស្លាប់ចង់បុកប្តីខ្លួនឯងឲ្យស្លាប់ដាច់ចិត្តណាស់មែនទេហ្វាំងចោឈ្មោះមុខតែនិយាយជាមួយអ៊ីស៊ីងបែបឌឺតាមចរិតរបស់គេពងសឹកដីណាស់ខ្មាស់មាត់ខ្លួនឯងឬអត់អ្នកណាជាប្តីអ្នកណាជាប្រពន្ធនាងមិនខ្លាចនឹងគេសូម្បីតែបន្តិចទោះបីគេធ្វើបាបនាងស៊ីសាច់ហត់ឈាមយ៉ាងណាក៏នាងសុខចិត្តស្លាប់មិនចោះចាញ់ជាមួយគេដាច់ខាតធ្វើភ្លើឬក៏ធ្វើផ្លេចបោកផ្លេចនិយាយប្រព្រឹត្តចាំប្តីជួយរំលឹកឲ្យអូនស្រឡាញ់នៅពេលដែលលោកប្រុសរបស់យើងកំពុងតែនិយាយក៏ធ្វើជាទៅលើកូនក្រមុំរបស់គេឡើងមកផ្អឹបនឹងចិត្តទ្រូងរបស់ខ្លួនគ្រាន់តែស្រមៃមើលរូបភាពក៏ព្រឺរំដែរមកនិយាយដាក់ចិត្តត្រជានាងតិចបែបនេះគ្រាន់តែមានអារម្មណ៍ថាគួរឲ្យខ្លាចទៅហើយមនុស្សមកផ្សេងចិត្តផ្សេងនឹកស្មានមិនត្រូវបានហើយកុំឈួតជាមួយខ្ញុំលោកមិនមែនជាប្តីរបស់ខ្ញុំមិនមែនជាប្រពន្ធរបស់លោកកុំកាត់សតិអារម្មណ៍ដាក់ខ្ញុំនាងរុញគេចេញនាងមិនចូលចិត្តឲ្យគេនៅចិត្តនោះទេទោះបីជានាងក្លាហានតែនាងនៅតែមានអារម្មណ៍ថាខ្លាចរអានឹងគេដែរបាទខ្ញុំក៏មិនចាញ់និយាយជាមួយដែរនាងនិយាយច្រើនណាស់គួរឲ្យធន់បន្ទាប់មកហ្វាចោក៏ដែរចេញពីទីនោះហើយក៏មិនភ្លេចផ្ដាំនាងថាទៅធ្វើម្ហូបតុឲ្យយើងផងឃ្លាននាងក៏តបថាចុះមិនធ្វើខ្លួនឯងចង់ប្រើមានទេឯងគ្មានសិទ្ធិប្រើយើងឡើយឈើអ៊ីស៊ីឈរក្តាប់ដៃឈ្លួយគ្នាជាមួយគេនាងប្រកែកដាច់ខាតចង់ចាប់នាងមកពេលណាក៏បានហើយចង់ប្រើនាងដូចជាឆ្កែទៀតមែនទេនាងមិនព្រមឡើយអ៊ីស៊ីកុំខ្លាំងសម្ដីពេកហ្វាងចាស់សង្កត់សម្លេងឲ្យបន្តដើរទៅមុខនាងឃើញអ្វីនៅទីនោះទេរូបពណ៌ដែលយើងទុកไว้កូនចៅរបស់យើងដែលមិនស្ដាប់បង្គាប់យើងហើយកុំមកបន្ទោសយើងសោះថាអ្នកបន្ទាប់គឺជានាងព្រោះអីនាងពិតជារឹងខ្លាំងណាស់គ្រាន់តែឃើញរូបពណ៌ភ្លាមហើយនឹងខ្សែតែនៅចិត្តនោះនាងបះរំច្រាំងតែម្ដងព្រោះមិនហ៊ានស្រមៃទេបើនាងត្រូវគេវត្តតែមួយរូបពណ៌នោះនឹងបែកសាច់ឈាមនាងយ៉ាងណាទៅហើយនាងឈឺចាប់យ៉ាងណាហេតុយ៉ាងណាក៏នាងអាចប្រកែកជាមួយគេបាននាងសុកចិត្តជ្រើសរើសទៅបម្រើគេប្រសើរជាងត្រូវគេធ្វើទរណកម្មស៊ីសាយហត់ឈាមនាងដែរអ៊ីស៊ីងក៏ធ្វើការដើរទៅផ្ទះបាយចាត់ចែងធ្វើម្ហូបនាងព្យាយាមធ្វើម្ហូបតាមដែលនាងអាចធ្វើបានតិចគិតថានាងជាកូនអ្នកមានមិនចេះធ្វើម្ហូបគឺគិតខុសហើយនាងចេញមករស់នៅខាងក្រៅតាំងពី16ឆ្នាំម្នាក់ឯងចំណែកបងប្រុសនាងគឺមិនសូវគិតគូរជាមួយនាងប៉ុន្មានទេគេរវល់ការងារគេណាមួយនាងមិនសូវចូលចិត្តបងប្រុសរបស់នាងទេទើបនាងរស់នៅខាងក្រៅមិនព្រមរស់នៅជាមួយចៅអាយុបងប្រុសនាងរវល់តែនិយាយភ្លេចរៀបរាប់រឿងជីវិតធ្វើម្ហូបរបស់នាងទៅហើយក្លិនម្ហូបដែលចៅអ៊ីស៊ីងធ្វើជាក្លិនឈ្ងុយពេញផ្ទះធ្វើឲ្យអ្នកប្រុសមុខមាំខួរឆ្កែចិត្តវិស័យរបស់យើងលួចសរសើរមិនបាននេះចេះធ្វើម្ហូបទៀតគ្រាន់បើបងគេមិនយកចិត្តទុកដាក់ជាមួយនឹងនាងពិតមែនអ្នកប្រុសរបស់យើងគ្រាន់តែចៅអ៊ីស៊ីងចេះធ្វើម្ហូបប៉ុណ្ណឹងក៏មានអារម្មណ៍ល្អជាមួយនឹងគេបាត់ទៅហើយគេកំពុងគិតថាម្ហូបនេះញ៉ាំកើតឬអត់បន្ទាប់ពីគេគិតបែបហ្នឹងហើយគេក៏ដើរទៅមើលដែលថាតើនាងធ្វើម្ហូបអ្វីឲ្យគេញ៉ាំទៅបន្ទាប់ពីអាហារថ្ងៃត្រង់រួចហើយហ្វាងចោក៏ឡើងទៅខាងលើយកខោអាវឲ្យអ៊ីស៊ីងឲ្យនាងដូរព្រោះខោអាវនាងស្លៀកតែពីយប់រហូតដល់ថ្ងៃត្រង់ទៅហើយនាងមិនទាន់បានងូតទឹកនៅឡើយទេនេះសម្លៀកបំពាក់យកទៅផ្លាស់ទៅហើយងូតទឹកចេញផងស្អុយនាងណាស្អុយបែបនេះល្អហើយកុំឲ្យលោកឯងមកចិត្តខ្ញុំនិយាយចាប់នាងក៏ដើរទៅងូតទឹកបាត់ព្រោះអីពីព្រឹកដល់ថ្មនេះនាងមិនទាន់បានដុសធ្មេញលុបមុខងូតទឹកនៅឡើយទេដោយសារតែហ្វាងចោបង្ខំនាងពេកសមហើយដែលគេនិយាយថានាងស្អុយនោះ